សូមស្វាគមន៍មិត្តទាំងអស់គ្នាមកកាន់ផ្លូវនៃជីវិតនៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមេរៀនទី29អំពីព្រះយេស៊ូវប្រទានអាហារដល់មនុស្ស 5000 នាក់ចំណុចសំខាន់ដែលយើងត្រូវចងចាំអំពីមេរៀននៅថ្ងៃនេះគឺព្រះយេស៊ូវយាងមកដើម្បីជួយសង្គ្រោះយើងឲ្យរួចពីអំពើបាបមិនមែនយាងមកដើម្បីប្រទានទ្រព្យសម្បត្តិដល់យើងនោះទេនៅក្នុងព្រះគម្ពីរយូហានជំពូក6ខ35បានចែងថាព្រះយេស៊ូវមានបន្ទូលថាខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិតអ្នកណាមកឲ្យខ្ញុំលែងឃ្លានទៀតហើយបណ្ដាជនកាន់តែច្រើនឡើងកំពុងឮអំពីរឿងដ៏អស្ចារ្យដែលព្រះយេស៊ូវបានធ្វើពួកគេមានសេចក្តីសង្ឃឹមថានឹងបានទទួលអ្វីមួយពីព្រះយេស៊ូវផងដែរប៉ុន្តែព្រះយេស៊ូវមិនបានយាងមកដើម្បីប្រទានទ្រព្យសម្បត្តិដល់មនុស្សលោកនៅក្នុងផែនដីនេះទេព្រះជាម្ចាស់បានចាត់ព្រះរាជបុត្រាយាងមកក្នុងពិភពលោកនេះជាព្រះអង្គសង្គ្រោះមនុស្សឲ្យរួចពីសាតាំងឲ្យរួចពីអំពើបាបនិងឲ្យរួចពីសេចក្តីស្លាប់ជារៀងរហូតអស់អ្នកដែលដើរតាមព្រះយេស៊ូវនៅតែមិនយល់ថាពួកគេជាមនុស្សមានបាបហើយពួកគេត្រូវការព្រះអង្គសង្គ្រោះផងដែរព្រះយេស៊ូវបានយាងមកធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកគេព្រះគម្ពីរយូហានជំពូក6ខ1ដល់ខ4បានចែងថាបន្ទាប់មកព្រះយេស៊ូវយាងទៅត្រើយខាងនាយសមុទ្រកាលីលេដែលមានឈ្មោះថាសមុទ្រទីបេរ៉ាមានបណ្ដាជនច្រើនកកមកតាមព្រះអង្គព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើដោយប្រោសអ្នកជំងឺឲ្យជាព្រះយេស៊ូវយាងឡើងទៅលើភ្នំហើយគង់នៅទីនោះជាមួយពួកសិស្សពេលនោះបុណ្យចម្លងជាបុណ្យរបស់ជនជាតិយូដាកាន់តែខិតជិតណាស់ហើយបណ្ដាជនដែលបានដើរតាមព្រះយេស៊ូវមានប្រហែល 5000 នាក់ដែលមិនរាប់ចំនួនមនុស្សស្រីនិងកុមារឡើយពួកគេបានដើរតាមព្រះយេស៊ូវដោយសារតែពួកគេឃើញការអស្ចារ្យជាច្រើនដែលព្រះអង្គបានធ្វើពិធីបុណ្យចម្លងបានជិតចូលមកដល់ហើយនេះគឺជាការធ្វើពិធីបុណ្យប្រចាំឆ្នាំនៅពេលដែលពួកជនជាតិយូដារំលឹកពីទេវតានៃព្រះជាម្ចាស់បានឆ្លងកាត់ផ្ទះរបស់ពួកគេនៅក្នុងប្រទេសអេស៊ីបនិងមិនបានសម្លាប់កូនច្បងរបស់ពួកគេដោយសារតែទេវតាបានឃើញឈាមរបស់កូនជាងដែលលាបនៅលើក្របទ្វាររបស់ពួកគេជារៀងរាល់ឆ្នាំពួកគេត្រូវបានចងចាំពីការជួយរំដោះរបស់ព្រះជាម្ចាស់ដោយការសម្លាប់និងបរិភោគសាច់ឈាមផងដែរព្រះគម្ពីរយូហានជំពូក6ខ5ដល់ខ9បានចែងថាព្រះយេស៊ូវទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកកយ៉ាងនេះព្រះអង្គមានព្រះបន្ទូលទៅលោកភីលីបថាតើយើងទៅរកទិញអាហារឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបានព្រះអង្គមានព្រះបន្ទូលដូច្នេះដើម្បីលបងមើលចិត្តលោកភីលីបតាមពិតព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបំរុងនឹងធ្វើស្រេចទៅហើយលោកភីលីបទូលថាទោះបីយើងយកប្រាក់200ដួងទៅទិញនំប៉័ងក៏មិនគ្រាន់ដែរសូម្បីតែម្នាក់មួយដុំតូចក៏មិនបានផងមានសិស្សម្នាក់ឈ្មោះអនដ្រេជាប្អូនរបស់លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថានៅទីនេះក្មេងប្រុសម្នាក់មាននំប៉័ង5ដុំនិងត្រីតូច2កន្ទុយប៉ុន្តែបើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះព្រះយេស៊ូវបានមានបន្ទូលទៅសួរលោកហ្វីលីបថាតើយើងទៅរកទិញអាហារនៅឯណាមកចែកឲ្យអ្នកទាំងនេះបរិភោគបានព្រះយេស៊ូវបានសាកល្បងមើលចិត្តលោកហ្វីលីបបានឃើញការអស្ចារ្យរបស់ព្រះយេស៊ូវតើព្រះយេស៊ូវសពប្រហារតីចង់ឲ្យលោកហ្វីលីបធ្វើអ្វីដើម្បីឆ្លងកាត់ការល្បងលោមើលចិត្តរបស់ព្រះអង្គព្រះយេស៊ូវសពប្រហារតីចង់ឲ្យលោកហ្វីលីបទុកចិត្តលើព្រះអង្គចំពោះដំណោះស្រាយក្នុងការស្វែងរកអាហារមកផ្ដល់ឲ្យមនុស្សទាំងអស់នោះបរិភោគនៅក្នុងព្រះគម្ពីរយូហានជំពូក6ដដែលខ10ដល់ខ12បានចែងថាព្រះយេស៊ូវមានព្រះបន្ទូលថាសូមឲ្យគេអង្គុយចុះនៅទីនោះមានស្មៅច្រើនបណ្ដាជនក៏នាំគ្នាអង្គុយមានមនុស្សប្រុសទាំងអស់ប្រមាណ 5000 នាក់ព្រះយេស៊ូវយកនំប៉័ងមកកាន់អរព្រះគុណព្រះជាម្ចាស់រួចប្រទានឲ្យអ្នកអង្គុយនៅទីនោះរីឯត្រីវិញព្រះអង្គក៏ធ្វើដូច្នោះដែរព្រះអង្គប្រទានឲ្យគេតាមតែម្នាក់ចង់បានលុះគេបានបរិភោគឆ្អែតហើយព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថាចូលប្រមូលនំប៉័ងដែលនៅសល់កុំឲ្យបាត់មួយដុំសោះឡើយពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំង5ដុំដែលបណ្ដាជនបរិភោគសល់ប្រមូលដាក់បានពេញ12ល្អីក្មេងប្រុសម្នាក់មាននំប៉័ង5ដុំនិងត្រីតូច2កន្ទុយនៅពេលដែលព្រះយេស៊ូវបានកាច់នំប៉័ងនិងត្រីទាំងនោះបានកើនចំនួនជាច្រើនមានតែព្រះជាម្ចាស់តែមួយអង្គត់ដែលអាចធ្វើឲ្យអាហារចំនួនតូចកើនឡើងជាចំនួនច្រើនដើម្បីឲ្យហ្វូងមនុស្សមួយចំនួនធំអាចបរិភោគបានព្រះយេស៊ូវគឺជាព្រះដែលមានគ្រប់អំណាចព្រះចេស្តា
ក្រោយពេលដែលមនុស្សគ្រប់គ្នាបានបរិភោគឆ្អែតហើយព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សឲ្យប្រមូលនំប៉័ងកុំឲ្យមានបាត់មួយដុំឲ្យសោះពួកសិស្សក៏បានប្រមូលនំប៉័ងដែលនៅសេសសល់ដាក់12ល្អីព្រះគម្ពីរយ៉ូហានចំពុក6ខ14ដល់ខ15បញ្ជាក់ថា កាលមនុស្សម្នាឃើញទីសម្គាល់ដែលព្រះយេស៊ូវបានធ្វើនោះក៏ពោលថាលោកនេះពិតជាព្យាការីដែលត្រូវមកក្នុងពិភពលោកមែនព្រះយេស៊ូវជ្រាបថាគេបំរុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះព្រះអង្គក៏យាងចាក់ចេញពីគេឡើងទៅលើភ្នំសាជាថ្មីតែមួយព្រះអង្គឯង ប្រជាជនហាក់ដូចជាទទួលស្គាល់ព្រះយេស៊ូវគឺជានរណាគឺជាព្យាការីដែលត្រូវមកក្នុងពិភពលោកពួកគេថែមទាំងចង់តែងតាំងព្រះយេស៊ូវឲ្យធ្វើជាស្ដេចរបស់ពួកគេផងដែរហើយអ្វីបានជាព្រះយេស៊ូវយាងចេញទៅតាមមួយអង្គឯងនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក6ខ25ដល់ខ35បានចែងថាបណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាងគេទូលសួរព្រះអង្គថាលោកគ្រូតើលោកមកដល់ពីអង្កាលព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្នករាល់គ្នាតាមរកខ្ញុំមិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេគឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះកុំធ្វើកិច្ចការដើម្បីឲ្យគ្រាន់តែបានអាហារដែលតែងតែរលួយខូចនោះឡើយគឺឲ្យបានអាហារដែលនៅស្ថិតស្ថេរនិងផ្ដល់ជីវិតអស់កលជានិច្ចវិញជាអាហារដែលបុត្រមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នាត្បិតបុត្រមនុស្សនេះហើយដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់ព្រះយេស៊ូវជ្រាបថាប្រជាជនកំពុងតែស្វែងរកព្រះអង្គដោយសារតែទ្រង់បានប្រទានអាហារឲ្យពួកគេបរិភោគគឺមិនមែនដោយសារតែពួកគេយល់ពីមូលហេតុដែលព្រះអង្គត្រូវយាងមកនោះទេប៉ុន្តែព្រះអង្គសពហរតីប្រទានជីវិតដ៏អស្ចារ្យជានិច្ចដល់ពួកគេដែលជារបស់មួយដែលមានតម្លៃថ្លៃជាងអាហារទៅទៀតនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក6ដល់ដែរខ28ដល់ខ34បានចែងថាគេនាំគ្នាទូលសួរព្រះអង្គថាតើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេចដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ព្រះយេស៊ូវមានព្រះបន្ទូលថាកិច្ចការរបស់ព្រះជាម្ចាស់គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលព្រះអង្គបានចាត់ឲ្យមកគេទូលសួរព្រះអង្គទៀតថាតើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញនិងជឿលោកតើលោកធ្វើកិច្ចការអ្វីខ្លះបុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅវាលរហោស្ថានដោយមានសេចក្តីចែងទុកក្នុងគម្ពីរថាព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ងដែលធ្លាក់ពីស្ថានបរមសុខមកព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាមិនមែនលោកម៉ូសេទេដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះគឺព្រះបិតារបស់ខ្ញុំទេតើដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឲ្យអ្នករាល់គ្នាត្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះគឺអ្នកដែលចុះពីស្ថានបរមសុខមកហើយផ្ដល់ជីវិតឲ្យមនុស្សលោកគេនាំគ្នាទូលព្រះអង្គថាលោកម្ចាស់អើយសូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំរហូតតទៅពួកប្រជាជនបានសួរព្រះយេស៊ូវថាតើព្រះអង្គសពហរតីចង់ឲ្យពួកគេធ្វើអ្វីព្រះយេស៊ូវមានបន្ទូលឆ្លើយថាព្រះជាម្ចាស់ចង់ឲ្យអ្នករាល់គ្នាជឿលើអ្នកដែលព្រះអង្គបានចាត់ឲ្យមកព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដែលព្រះជាម្ចាស់បានចាត់ឲ្យមកដើម្បីជួយរំដោះយើងឲ្យរួចពីអំពើបាបឲ្យរួចផុតពីការគ្រប់គ្រងរបស់សាតាំងនិងឲ្យរួចផុតពីការស្លាប់ជារៀងរហូតប៉ុន្តែប្រជាជននៅតែស្វែងរកការអស្ចារ្យរបស់ព្រះយេស៊ូវពួកគេមិនបានស្ដាប់ពីការពិតដែលព្រះយេស៊ូវកំពុងតែបង្រៀនពួកគេឡើយព្រះគម្ពីរយ៉ូហានចំពុក6ខ35ដល់ខ37បានចែងថាព្រះយេស៊ូវមានព្រះបន្ទូលថាខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិតអ្នកណាមករកខ្ញុំលែងឃ្លានទៀតហើយអ្នកណាជឿលើខ្ញុំក៏លែងស្រេកទៀតដែរប៉ុន្តែខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថាអ្នករាល់គ្នាបានឃើញខ្ញុំតែអ្នករាល់គ្នាមិនជឿទេអស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាតព្រះយេស៊ូវបានបន្ទូលថាខ្ញុំគឺជាអាហារជីវិតព្រះយេស៊ូវគឺជាអាហារដែលព្រះជាម្ចាស់បានប្រទានមកបើយើងជឿលើព្រះយេស៊ូវតែមួយអង្គគត់នោះយើងនឹងមានជីវិតជារៀងរហូតមានន័យថាមានជីវិតអស់កលជានិច្ចនៅពេលដែលព្រះយេស៊ូវមានបន្ទូលថាទ្រង់គឺជាអាហារជីវិតគឺទ្រង់កំពុងមានបន្ទូលពីផ្នែកខាងព្រលឹងវិញ្ញាណមិនមែនគឺជាអាហារដែលយើងកំពុងតែបរិភោគនោះឡើយនៅពេលដែលយើងជឿលើព្រះអង្គគឺជាអ្នកចំអែតចំពោះការស្រេកឃ្លានខាងព្រលឹងវិញ្ញាណរបស់យើង
ដែលជួយឲ្យយើងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់តើប្រជាជនដែលបងប្អូនរៀននៅថ្ងៃនេះចង់បានអ្វីពីព្រះយេស៊ូវពួកគេចង់បានព្រះពរផ្នែកខាងសាច់ឈាមដែលព្រះយេស៊ូវអាចប្រទានដល់ពួកគេចង់ឲ្យព្រះយេស៊ូវបានប្រទានអាហារឲ្យពួកគេបរិភោគនិងព្យាបាលជំងឺរបស់ពួកគេប៉ុន្តែព្រះយេស៊ូវមានបំណងចង់ឲ្យប្រជាជនទាំងនោះមានជម្រើសល្អជាងនេះទៅទៀតព្រះយេស៊ូវចង់ប្រទានជីវិតដ៏អស្ចារ្យជានិច្ចដល់ពួកគេត្រូវតែយល់ថាព្រះយេស៊ូវយាងមកដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកគេប៉ុន្តែមុនដំបូងពួកគេត្រូវតែទទួលស្គាល់ថាពួកគេគឺជាមនុស្សមានបាបពួកគេត្រូវការព្រះអង្គសង្គ្រោះពួកគេត្រូវតែជឿថាមានតែព្រះយេស៊ូវតែមួយអង្គគត់ដែលអាចជួយសង្គ្រោះពួកគេពីការដាក់ទោសចំពោះអំពើបាបរបស់ពួកគេបានតើនឹងមានរឿងអ្វីកើតឡើងប្រសិនជាពួកគេជឿលើព្រះអង្គជាការពិតណាស់ពួកគេនឹងទទួលបានជីវិតដ៏អស្ចារ្យជានិច្ចដែលជាអំណោយទានដ៏ល្អឥតខ្ចោះដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតអំពីរឿងនេះសូមប្រាប់នរណាម្នាក់ពីអ្វីដែលបងប្អូនបានរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ